សួស្តីបងប្អូនគ្នាក្នុងវីដេអូនេះខ្ញុំមានម៉ូទ័រស្វានបុក3តង់លេខកូដមកថ្មីគឺជា model ថ្មីបាទមកជំនួស model ចាស់ប៉ុន្តែសម្រាប់ stock model ចាស់យើងនៅតែមានបាទសម្រាប់បងប្អូនគ្នាតែ model ថ្មីនេះខ្ញុំចង់បង្ហាញឲ្យបងប្អូនគ្នាដឹងមុនសិនណាបាទអញ្ចឹងសម្រាប់ motor នេះគឺមានលេខកូដ HR 26 ចិត្តបងប្អូនគ្នាអញ្ចឹង26ចិត្តនេះនៅរក្សាបច្ចេកវិទ្យាដើមដដែលបងប្អូនគ្នាគឺ torque limiter នេះនៅពេលដែលយើងស្វានណាបងប្អូនគ្នាស្វានទៅតាក់ផ្លែតែអីផ្សេងគឺវាបាទផ្ដាច់អូតូបាទនៅពេលដែលយើងប្រើប្រាស់គឺយើងត្រូវកាន់ដៃនេះផងបងប្អូនគ្នាបើសិនជាយើងប្រើដៃមួយចំហៀងវាអត់ផ្ដាច់អូតូទេតែបើសិនជាយើងប្រើដៃពីរនេះនៅពេលដែលវាតាក់ពឹបវាផ្ដាច់អូតូអញ្ចឹង torque limiter នេះដំណើរការល្អមែនទែនចំពោះ motor មួយហ្នឹងណាហើយរក្សាមកវិញគឺជាមួយនឹង800 វ៉ាត់ដដែលបាទកុងតាក់សារ៉េមុខក្រោយនេះបាទនៅនឹងដដែលបងប្អូនគ្នាណាហើយមកហ្គីតារក្សាមួយទៀតគឺកន្លែងនេះសារ៉េមុខងារនៃការស្វានបុកអីហ្នឹងណាដាក់នៅក្រោមកុំឲ្យបងប្អូនអ្នកគ្នាដាក់ផ្អៀងឆ្វេងស្ដាំទៅធ្វើឲ្យខូចកុងតាក់ឬក៏ដេកចូលអីចឹងណាអញ្ចឹងបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍ model មួយនេះឬក៏ចង់សួរព័ត៌មានអំពី model មួយនេះបន្ថែមបងប្អូនតាក់ទងលេខទូរស័ព្ទដែលខ្ញុំដាក់ live video បាទសូមអរគុណ